Ok, chúng hiểmបន្តរបស់យើងគឺនឹងធ្វើការបដូរពណ៌ប្រអប់របស់យើងឲ្យទៅជាពណ៌សនិងអក្សរពណ៌ខ្មៅដើម្បីធ្វើការកំណត់ទៅលើប្រអប់របស់យើងសូមចុចទៅលើប្រអប់រួចចូលទៅកាន់ format set field គឺពណ៌ផ្ទៃយើងយកពណ៌សដូចនេះយើងនឹងឃើញអក្សររបស់យើងបាត់តែធៀបពិតគឺអក្សរយើងមិនបាត់ទេគឺវាមានពណ៌សដោយសារផ្ទៃពណ៌សអក្សរពណ៌សយើងមិនអត់ឃើញទេអញ្ចឹងសូមដាក់ម៉ៅខាងក្នុងប្រអប់ចុច Ctrl A ហើយយើងអាចធ្វើការបដូរពណ៌អក្សរនៅត្រង់កន្លែងនេះ format ត្រង់អក្សរ A នេះអូខេដោយសារតែយើងចង់បានខ្សែប្រអប់ពណ៌ខ្មៅហើយរៀងក្រាស់បន្តិចចុចទៅលើវាដដែលចូល format save outline យើងយកពណ៌ខ្មៅយើងអាចរើសកម្រាស់វាគឺយកត្រឹម2បែបនេះយើងនឹងធ្វើដដែលគ្រប់ប្រអប់ទាំងអស់ឬក៏យើងអាចកំណត់ម្ដងទាំងអស់បានដោយចុច Ctrl ឲ្យជាប់ហើយចុចទៅលើប្រអប់ផ្សេងៗទៀតដើម្បីធ្វើការ select បន្ថែមចូលទៅកាន់ format ត្រង់ set field នេះគឺយើងនឹងធ្វើដដែលដោយផ្ទៃពណ៌ស save outline គឺពណ៌ខ្មៅកម្រាស់របស់យើងគឺ2យើងធ្វើការចុច Ctrl ដើម្បី select បន្ថែមបែបនេះគឺចំណេញពេលគឺយើងអាចធ្វើការកំណត់វត្ថុម្ដងច្រើនអក្សរយើងអាច select ទៅលើអក្សរដាក់ពណ៌ខ្មៅអូខេជំហានបន្តរបស់យើងគឺយើងនឹងធ្វើការដាក់ប្រអប់3ខាងក្រោមដែលមានចំណុចដូចបែបនេះអូខេតោះចាប់តាមអនុវត្តអូខេយើងអាចធ្វើការកំណត់ដោយចូលតាមរយៈ insert យកប្រអប់មកគូតដែលបែបនេះក៏បានឬក៏យើងអាចធ្វើការ copy ខាងលើយកមកតែម្ដងក៏បានយើងអាចធ្វើការកំណត់បានដូចគ្នាទីបន្តិចយើងអាចទៅសេអក្សរខាងក្នុងបានអូខេបន្ទាប់ពីយើងបានគូប្រអប់រួចរាល់សូមសរសេរអក្សរអូខេបន្តមកទៀតយើង select ទៅលើអក្សរដែលយើងបានសរសេរយើងតម្រើមខាងឆ្វេងបន្តមកយើងនឹងធ្វើការដាក់ចំណុចទៅចូលទៅកាន់ home ចុចត្រង់កន្លែងចំណុចនេះអូខេបន្តមកទៀតយើងអាចធ្វើការកំណត់ប្រសិនបើអ្នកមិនពេញចិត្តអក្សរនេះយើងចង់ឲ្យវាមានលក្ខណៈមកគៀនខាងឆ្វេងបន្តិចយើង select ទៅលើអក្សរហ្នឹងហើយយើងអាចកំណត់ទៅលើ indent ដែលនៅលើបន្ទាត់របស់វាគឺយើងអាចទាញវាមកខាងក្រោមបន្តិចយើងនឹងឃើញវាមកដល់ត្រង់កន្លែងនេះខាងក្រោមដូចគ្នាប្រសិនបើអ្នកចង់ឲ្យអក្សរនិងសញ្ញារបស់អ្នកខិតមកខាងឆ្វេងបន្តិចសូមធ្វើការទាញវាលក្ខណៈបែបនេះអូខេដូច្នេះយើងបានធ្វើការកំណត់ប្រអប់ទី1រួចរាល់សូមធ្វើការ copy ដោយចុច Ctrl Shift ឲ្យជាប់ហើយទាញវាដូចជំហានមុនដែរដោយត្រង់ចំណុចនេះយើងគ្រាន់តែធ្វើការផ្លាស់ប្ដូរអក្សរទៅតាមគំរូដែលគេចង់បានប៉ុណ្ណោះអូខេសូមអនុវត្តអូខេជំហានបន្តរបស់យើងគឺនឹងធ្វើការដាក់ខ្សែដើម្បីដាក់ខ្សែគឺយើងត្រូវចូលទៅកាន់ insert បន្តមកយក save ហើយយើងអាចធ្វើការបញ្ចូលខ្សែយើងត្រូវចុច shift ឲ្យជាប់ដើម្បីឲ្យវាមានសភាពត្រង់បើយើងអត់ចុច shift ទេគឺយើងនឹងឃើញវាអូខេសូមចុច shift ឲ្យជាប់បន្តមកយើងធ្វើការកំណត់វាពណ៌ខ្មៅអូខេបាទអូខេបន្ទាប់ពីយើងបានធ្វើការដាក់បន្ទាត់រួចរាល់ដូច្នេះយើងត្រូវធ្វើការបដូរបន្ទាត់ពីត្រង់ទៅចុចអូខេសូមចុចទៅលើបន្ទាត់របស់យើងចុច Ctrl ឲ្យជាប់ដើម្បី select បន្ថែមបន្តមកទៀតចូលទៅកាន់ format នៅត្រង់ save outline យើងអាចយក dashes បន្តមកទៀតយើងរើសជាចំណុចមួយណាដែលយើងពេញចិត្តដោយសារតែវាមានលក្ខណៈទូចស្ដើងដូច្នេះយើងពិបាកនឹងការពិនិត្យមើលឃើញថាតើវាមានសភាពដាច់ឬមិនដាច់អញ្ចឹងយើងអាចធ្វើការបដូរទំហំវាឲ្យធំជាងនឹងបន្តិចដូច្នេះយើងនឹងឃើញលទ្ធផល